អនុទីនគាំទ្រយោធាថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាដើម្បីទាក់ទាញចំណាប់អារម្មណ៍និងបិទបាំងទោសកំហុសរបស់ខ្លួនពីពលរដ្ឋថៃលោកអនុទីនច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីរបស់ថៃដែលជិតខ្ទាតចេញពីតំណែងបានប្រកាសគាំទ្រយោធាថៃបើកការឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាអនុទីនបាននិយាយថាកងទ័ពថៃត្រូវតែវាយដណ្ដើមយកមកវិញនៅទីតាំង11ចំណុចដែលភាគីថៃកំណត់ថាជាទឹកដីរបស់ខ្លួនពាក់ព័ន្ធនឹងការប្រកាសរបស់លោកអនុទីនដែលគាំទ្រដល់ការឈ្លានពានទ្រង់ទ្រាយធំមកលើទឹកដីកម្ពុជាកាលពីថ្ងៃទី8ខែធ្នូឆ្នាំ2025នេះត្រូវបានគេនិយាយថាដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋថៃនិងគេចវេះការទទួលខុសត្រូវក៏ដូចជាលាក់បាំងទោសកំហុសរបស់ខ្លួនក្នុងកំឡុងពេលដែលគ្រោះទឹកជំនន់បានវាយប្រហារធ្ងន់ធ្ងរលើប្រទេសថៃជាពិសេសគឺតំបន់ហាតយ៉ៃខេត្តសង្ខឡាលោកអនុទីនបានរងការរិះគន់ខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃពាក់ព័ន្ធនឹងការជួយសង្គ្រោះពលរដ្ឋមិនបានទាន់ពេលវេលាដែលបានបណ្ដាលឲ្យមានប្រជាជនថៃបានស្លាប់និងបាត់ខ្លួនជាច្រើនអ្នកចំណែកឯសំណងជូនគ្រួសាររងគ្រោះវិញក៏មិនទាន់បានប្រគល់ឲ្យនៅឡើយទេបន្ថែមលើនេះថ្មីនេះគេប្រទះឃើញមានការបែកធ្លាយរូបថតលោកអនុទីនមានទំនាក់ទំនងជាមួយមេក្រុមអក្រិតជនឆបោកតាមប្រព័ន្ធអនឡាញជនជាតិអាមេរិកកំពុងហូបអាហារជួបជុំគ្នានៅសន្តាគារមួយកន្លែងតាមរយៈរូបថតនេះបានបណ្ដាលឲ្យពលរដ្ឋថៃទូទាំងប្រទេសដាក់ការសង្ស័យថាលោកអនុទីនជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសថៃដែលធ្វើឲ្យប្រជាជនថៃបាត់បង់ទំនុកចិត្តលើរូបលោកដោយឡែកយើងមកមើលការរៀបចំស៊ីហ្គេមលើកទី33វិញប្រទេសថៃបានរងការរិះគន់យ៉ាងខ្លាំងព្រោះការរៀបចំដំណើរការប្រកួតមានបញ្ហាជាច្រើនបានកើតឡើងខណៈពេលដែលរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្មវិធីបានទម្លាក់កំហុសលើគ្នាទៅវិញទៅមកពាក់ព័ន្ធកង្វះថវិការៀបចំកម្មវិធីនេះសូមបញ្ជាក់ថាលោកអនុទីនច័ន្ទវរៈគុលក៏ជិតខ្ទាតចេញពីតំណែងជានាយករដ្ឋមន្ត្រីគណៈប្រជាប្រិយភាពក៏បានធ្លាក់ចុះដែលនេះជាមូលហេតុដែលលោកអនុទីនគាំទ្រដល់យោធាឈ្លានពានកម្ពុជាដើម្បីទទួលការគាំទ្រពីពលរដ្ឋថៃឡើងវិញអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ